របៀបធ្វើជ្រក់ជើងមាន់ឲ្យស្រួយស្រាប់ហើយឆ្ងាញ់ចំពោះគ្រឿងផ្សំសម្រាប់ធ្វើជ្រក់ជើងមាន់យើងរួមមានស្លឹកក្រូចសើចរំដេងស្លឹកគ្រៃផ្លែម្ទេសស្រស់ខ្ញីផ្លែក្រូចឆ្មាចំនួន2ផ្លែហើយនឹងតួឯកដ៏សំខាន់របស់យើងនៅក្នុងមុខម្ហូបនេះគឺជើងមាន់ចាចំពោះជើងមាន់នេះខ្ញុំបានកាត់ជា2កំណាត់ហើយយកទៅលាងទឹកឲ្យបានស្អាតហើយនេះគឺជាទឹកឆ្អិនដែលខ្ញុំបានដាំឲ្យទុកវាត្រជាក់បន្ទាប់មកមានទឹកត្រីខ្ទឹមក្រហមខ្ទឹមសប៊ីចេងស្ករសហើយនឹងចុងក្រោយគឺទឹកកកយើងបងប្អូនសម្រាប់ទុកក្លាសេសាច់មាន់របស់យើងពេលដែលស្ងោរបានឆ្អិនចាឥឡូវខ្ញុំដាំទឹកឲ្យពុះដើម្បីដាក់ស្ងោរមាន់ប៉ុន្តែយើងមានគ្រឿងបង់ចូលដែរកុំឲ្យសាច់មាន់យើងពេលដែលស្ងោរទៅស្អាតមានគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចហើយនឹងខ្ញុំថែមអំបិលបន្តិចបងប្អូនដើម្បីឲ្យសាច់មាន់ពេលដែលស្ងោរគឺវាចាប់ជាតិគ្នាបន្តិចបន្ទាប់មកខ្ញុំងាកមកបុកគ្រឿងវិញម្ដងសម្រាប់ធ្វើទឹកត្រីវិញអញ្ចឹងគ្រឿងយើងដែលត្រូវបុករួមមានយើងដាក់ខ្ទឹមសចូលបន្ទាប់មកទៀតខ្ញុំដាក់ប៊ីចេងស្ករសផ្លែម្ទេសស្រស់រួចហើយខ្ញុំបុករហូតទាល់តែម៉ត់ល្អពីខ្ញុំបានបុកម៉ត់ល្អហើយខ្ញុំដួសទុកពីឡែកសិនបងប្អូនចាបន្ទាប់មកទៀតខ្ញុំងាកមកហាន់គល់ស្លឹកគ្រៃវិញម្ដងចំពោះគល់ស្លឹកគ្រៃនេះបងប្អូនអាចហាន់ជា2 style ដូចខ្ញុំក៏បានដែរមិនន័យថាហាន់លើក style ទី1ហ្នឹងដូចយើងស្លម្ជូរអញ្ចឹងណាហើយ style ទី2គឺឆិតបញ្ឆិតប៉ុន្តែយើងត្រូវហាន់ឲ្យស្ដើងបន្តិចបងប្អូនព្រោះមិនត្រឹមតែយើងដាក់ឲ្យឈ្ងុយហើយទេយើងក៏អាចយកមកញ៉ាំបានដែរចាហើយនេះគឺជាជើងមាន់យើងដែលបានដាក់ស្ងោរកាលពីវគ្គមុនណាបងប្អូនឥឡូវឆ្អិនហើយជើងមាន់នេះបងប្អូនកុំដាក់ស្ងោរវាតតែរលួយផុយសាច់ខ្លាំងពេកព្រោះពេលដែលយើងយកមកជ្រក់ក៏អត់ឆ្ងាញ់ដែរបងប្អូនចាបន្ទាប់ពីជើងមាន់យើងឆ្អិនហើយណាយើងយកមកដាក់ត្រាំជាមួយទឹកកករបស់យើងទុកចោលប្រហែលជា5ទៅ10ឬក៏15នាទីបងប្អូនឥឡូវយើងងាកមកធ្វើគ្រឿងរបស់យើងបន្តទៀតបងប្អូនខ្ញុំយករំដេងមកហាន់ឲ្យស្ដើងហើយនឹងខ្ញីក៏ត្រូវហាន់ឲ្យស្ដើងដែរខ្ទឹមក្រហមត្រូវហាន់ឲ្យស្ដើងដោយឡែកនៅក្នុងវីដេអូនេះខ្ញុំមិនបានដាក់បន្លែចូលទេបងប្អូនដោយសារតែខ្ញុំបានចូលចិត្តចំពោះស្លឹកក្រូចសើចយើងត្រូវហាន់ឲ្យល្អិតចាឥឡូវជើងមាន់របស់យើងបន្ទាប់ពីបានត្រាំទឹកកកហើយយើងសាច់រៀងស្រួយបន្តិចណាបងប្អូនអញ្ចឹងយើងចាប់ផ្ដើមស្រង់យកមកដាក់កញ្ច្រែងមួយមកដើម្បីឲ្យវាខ្សោះទឹកដល់វគ្គពិសេសហើយបងប្អូនដល់វគ្គយើងត្រូវលាយគ្រឿងវិញម្ដងចាយើងដាក់គ្រឿងដែលបានបុកហ្នឹងយើងដាក់ចូលក្នុងឆ្នាំងចណ្ដែកមួយរួចហើយខ្ញុំបន្ថែមទឹកត្រីទឹកឆ្អិនប្រហែល1ស្លាបព្រាបាយខ្ញុំច្របាច់ក្រូចឆ្មាចូលរួចហើយយើងកូរច្របល់គ្រឿងទាំងនោះឲ្យចូលគ្នារួចចាំយើងដាក់ស្លឹកក្រូចឬគ្រឿងដែលយើងបានហាន់នោះបងប្អូនយើងដាក់ចូលមកហើយយើងកូរច្របល់ម្ដងទៀតជាចុងក្រោយយើងដាក់ជើងមាន់ចូលហើយយើងកូរច្របល់គ្រឿងហើយនឹងជើងមាន់ហ្នឹងបងប្អូនរហូតទាល់តែចូលសព្វគ្នាល្អចាសម្រាប់រសជាតិជ្រក់ជើងមាន់យើងវិញបងប្អូនគឺត្រូវរៀងជូររៀងហឹរនិយាយទៅគឺថារសជាតិវាគឺរៀងដិតបន្តិចបានរៀងឆ្ងាញ់ចាឥឡូវជ្រក់ជើងមាន់របស់យើងបានរួចរាល់ហើយយើងអាចញ៉ាំភ្លាមបានឬក៏បងប្អូនអាចក្លាសេក្នុងទូទឹកកកទុករយៈពេល10ទៅ15នាទីឬក៏យូរជាងនេះទៀតរឹតតែឆ្ងាញ់បងប្អូនអរគុណជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលា